Nên ngày trước ngàyនេះខ្ញុំមកមានវីដេអូចែកម្លែកអំពី limit ដែលតាក់ទងជាមួយនឹងវាធ្លាប់ចេញប្រឡងនៅឆ្នាំ2023អញ្ចឹងលំហាត់នេះគ្រាន់តែជាលំហាត់ដែលស្តៀងជាមួយនឹងលំហាត់ហ្នឹងហើយវាមានកលឹះជាច្រើនដែលខ្ញុំចង់ចែកម្លែកពួកយើងអូខេអញ្ចឹងយើងមើលលំហាត់អក្សរកអញ្ចឹងគេថា limit x ខិតជិតដកអណ្ណនៃប្រព័ន្ធនេះហើយដែលគេបញ្ជាក់លក្ខខណ្ឌយើងថាlimit x ធំខិតទៅជិត0នៃសេគុណ x ធំដក1លើ x ស្មើ1អញ្ចឹងយើងដើម្បីលុបដោះស្រាយលំហាត់នឹងបានតោះតែយើងដឹងសិនថាតើរាងរបស់ limit ហ្នឹងរាងអីគេអញ្ចឹង limit ហ្នឹងរាង0គុណអណន្តឬក៏គេហៅអណន្តគុណ0អញ្ចឹងទៅអញ្ចឹងលំហាត់នេះតោះយើងចំនួនលេខទៅចំនួនលេខសិនឲ្យដឹងថារាងវាអីអញ្ចឹងយើងត្រូវចំនួនតម្លៃសិនអូខេអញ្ចឹងដើម្បីធ្វើលំហាត់នឹងបានយើងត្រូវធ្វើយ៉ាងម៉េចក៏ដោយឲ្យវាតាក់ទងជាមួយនឹងសមត្ថកម្មដែរឬក៏លក្ខខណ្ឌដែលគេឲ្យមកអញ្ចឹងលំហាត់ហ្នឹងយើងត្រូវតាំងតនេះយើងត្រូវតាំងឥឡូវខ្ញុំតាំងអីគេតាំង x ធំរបស់យើងវាស្មើជាមួយនឹងអីគេ1លើx តូចអញ្ចឹងនាំឲ្យខ្ញុំទាញរក x តូចអញ្ចឹង x តូចរបស់យើងវាស្មើជាមួយនឹង1លើ x ធំអញ្ចឹងដូចគ្នាដែរនៅពេលអីគេពេល x តូចខិតទៅចិត្តអណន្តគិតចេញដកខិតចិត្តដកអណន្តអញ្ចឹងនាំឲ្យអីគេនាំឲ្យ x ធំរបស់យើងនេះវាខិតអីគេខិតចិត្ត0តោះនេះខិតចិត្ត0អញ្ចឹងគេបានយើងទៅសេមកគេបាន limit របស់យើងណា limit គេបាន limit ថ្មីយើងចំនួនតម្លៃ x ចូលទៅអញ្ចឹងមានថាlimit អីគេ limit x ធំខិតទៅចិត្ត0នៃ0នៃម៉ាននេះយើងនៃ x តូចរបស់យើងវាស្មើជាមួយនឹង1លើ x ធំអញ្ចឹង1លើ x ធំគុណជាមួយនឹងសេគុណ x ធំដកជាមួយនឹង1អញ្ចឹងយើងបានសរសេរតទៀតស្មើគេ limit x ខិតទៅចិត្តគេគ្នាយើង x ធំខិតទៅចិត្ត0នៃប្រមាណនៃយើងដាក់វាជាភាគបែងរួមមកអញ្ចឹងវាថានេះ x ធំអានោះសេគុណ x ដកជាមួយនឹង1អញ្ចឹងយើងមើលវាស្មើជាមួយនឹងប្រមាណដែរគ្នាយើងដោយសារតែលំហាត់របស់យើងគេបញ្ជាក់ឲ្យថា limit របស់យើងហ្នឹងគឺខិតទៅlimit x ធំខិតចិត្ត0នៃសេគុណ x ដក1លើ x ធំហ្នឹងវាស្មើ1អញ្ចឹងចម្លើយរបស់យើងគឺស្មើ1ប៉ុន្តែលោកគ្រូសូមខ្ញុំសូមបញ្ជាក់ម្ដងទៀតលំហាត់នេះយើងត្រូវតែដោះស្រាយទៅយ៉ាងណាក៏ដោយឲ្យត្រូវជាមួយនឹងលក្ខខណ្ឌរបស់យើងអូខេអញ្ចឹងយើងមើលលំហាត់របស់យើងបន្តទៀតតាក់ទងជាមួយនឹងលំហាត់អក្សរខអញ្ចឹងខ្ញុំអត់បានឆ្លើយដូចនេះទេកុំឲ្យយើងខាតពេលយូរអញ្ចឹងលំហាត់អក្សរខរបស់យើងគឺ limit x ខិតចិត្តដល់អនន្តដដែល x តូចខិតទៅចិត្តដល់អនន្តដដែលនៃអីគេគ្នាយើងនៃ x ដដែលកតាជាមួយនឹងសេគុណ1លើ x ហើយដកជាមួយនឹងសេគុណដក1លើ x អញ្ចឹង limit ហ្នឹងរៀងអីគេដែរគ្នាយើងទៅមើលប្រធានដើម្បីផ្ទៀងផ្ទាត់ហើយគេបញ្ជាក់ដែរដោយដឹងថាអញ្ចឹងអានេះដូចគ្នាដោយដឹងថាប៉ុណ្ណឹងអញ្ចឹងលំហាត់ហ្នឹងយើងត្រូវធ្វើមកយ៉ាងណាក៏ដោយឲ្យត្រូវជាមួយនឹងលក្ខខណ្ឌដែលគេប្រាប់អូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាតោះអញ្ចឹងលំហាត់ហ្នឹងគឺរៀងអីគេមាន limit ហ្នឹងរៀងអីគេរៀង0គុណអនន្តដែរយើងសាកចំនួនតម្លៃលេខមើលព្រោះដែលដោយសារខ្ញុំបានចំនួនលេខហើយអញ្ចឹងខ្ញុំដឹងថា limit ហ្នឹងរៀង0គុណអនន្តអញ្ចឹងយើងដាក់មករៀង0គុណគុណអនន្តអូខេអញ្ចឹងយើងចាប់ផ្ដើមមក limit ហ្នឹងវាស្មើជាមួយនឹងគេយើងដោះស្រាយលំហាត់ហ្នឹងតើយើងចេះតាំងដូចគ្នាដែរយើងធ្វើយ៉ាងណានេះដោយសារលំហាត់របស់យើងគឺ x ធំតើនេះអញ្ចឹងយើងត្រូវតាំងលំហាត់ហ្នឹងទោះបីជាគេអត់ប្រាប់សមត្ថកម្មបែបហ្នឹងក៏យើងត្រូវតាំងដែរព្រោះលំហាត់ហ្នឹងរៀង0គុណអនន្តរៀងមិនកំណត់អញ្ចឹងយើងត្រូវតែបំលែងយ៉ាងណាក៏ដោយឲ្យវាដោះស្រាយបានអញ្ចឹងលោកគ្រូតាំងខ្ញុំតាំងដូចគ្នាតាំងx ធំស្មើជាមួយនឹង1លើ x តូចដដែល1លើ x តូចអញ្ចឹងនាំឲ្យ x តូចរបស់យើងគឺស្មើជាមួយនឹង1លើ x ធំអញ្ចឹងពេលអីគេ x តូចនេះខិតទៅចិត្តដល់អនន្តនោះអីគេនោះ x ធំរបស់យើងវាខិតទៅចិត្ត0អញ្ចឹងគេបាន limit របស់យើងគេបាន limit ថ្មីនោះគេបាន limit អីគេ limit x ធំខិតទៅចិត្ត0នៃម៉ានដោយសារតែ x តូចរបស់យើងคล้ายទៅជាអីគេវិញគ្នាយើងคล้ายទៅជានេះដោយសារ x តូចរបស់យើងនេះស្មើជាមួយនឹង1លើ x ធំ
chẳng cả ta vì con cho môi này kể sẽ con môi lửa x ní nhưng đang ngày môi lửa x ní vì smile cho môi nâng x thùng cho nên đại thống đọ cho môi nâng sẽ con đọ x thùng ok chẳng những thôi bà to tiềnแล้วครูยมจะใช้ทัสมาลิมิตไอ้ขัดจัดไอ้เก๋ไอ้ทมขัดจัดโซนในประมาณยังดักด้วยគ្នាដែរយើងដាក់បញ្ចូលមកដាក់ពីបាញ់រួមហ្នឹងអូខេអញ្ចឹងខ្ញុំអាចទៅសេថាសេគុណ x ដកជាមួយនឹងសេគុណដក x ធំលើ x ធំអញ្ចឹងយើងគ្រាន់តែលំហាត់នេះដើម្បីឲ្យវាអញ្ចឹងចូលរូបរាងរបស់យើងរូបមន្តរបស់យើងនេះយើងត្រូវដកវាជាមួយនឹង1ហើយយើងបូកវាជាមួយនឹង1ទៀតអញ្ចឹងវាស្មើជាមួយនឹង limit x ធំខាត់ទៅចិត្ត0នៃសេគុណ x សេគុណ x ធំហ្នឹងដក1ហើយបន្ទាប់មកយើងបូកវានឹង1វិញប៉ុន្តែដោយសារតែខ្ញុំចាប់បូកវានឹង1ហើយខ្ញុំចាប់សញ្ញាដកជាកតាអញ្ចឹងវានៅសល់សេគុណដក x ធំហើយដកជាមួយនឹង1បើយើងអត់ជឿទេយើងអាចគុណសញ្ញាចូលវិញទៅវានឹងទៅជាដដែលវិញហើយតោះនេះតែនេះលើ x ធំបន្ទាប់មកខ្ញុំក៏ផ្ដាច់វាទៀត limit ហ្នឹង limit x ធំខាត់ទៅចិត្ត0ខាត់ទៅចិត្ត0នៃម៉ាននៃផ្ដាច់វាមកសេគុណ x ដកជាមួយនឹង1លើ x របស់យើងដកជាមួយនឹងប្រមាណដកជាមួយនឹងលំហាត់នេះខ្ញុំផ្ដាច់ហើយយើងត្រូវទៀតយើងមិនផ្ដាច់ហើយយើងដាក់ចូលរូបមន្តនេះដោយសារតែអានេះវានៅសល់សេគុណ x ដក x ដកជាមួយនឹង1លើ x តាមពិតទៅបើសិនជាយើងដោះស្រាយនៅក្នុង limit ធម្មតាដែលគេអត់បញ្ជាក់លក្ខខណ្ឌយើងអាចដាក់ចម្លើយបានដាក់ចម្លើយយកបានប៉ុន្តែអានេះអត់កើតទេយើងត្រូវបំលែងយ៉ាងម៉េចក៏ដោយឲ្យវាចូលរូបមន្តរបស់យើងបន្តទៀតអញ្ចឹង limit x ធំខាត់ទៅចិត្ត0អូខេណៃអានេះយើងដឹងហើយចេញចម្លើយហីតែខ្ញុំអត់តនេះខ្ញុំស្តុកដាក់វាសិនដកជាមួយនឹង1លើ x ធំដកជាមួយនឹងម៉ានអញ្ចឹងខ្ញុំមិនដែរទេខ្ញុំបំលែងវាបែបនេះអញ្ចឹងអា1សេគុណដក x ខ្ញុំអាចទៅសេថា1លើសេគុណ x ហើយដកជាមួយនឹង1លើ x ធំបន្ទាប់មកយើងផ្ដាច់បន្តទៀតណាដោយសារlimit នេះខ្ញុំអាចផ្ដាច់វាបានហើយផ្ដាច់ limit បានអញ្ចឹងអា limit ម្ដុំនេះឃើញ1អញ្ចឹងខ្ញុំដាក់1ឃើញហើយខ្ញុំដាក់ដកជាមួយនឹង limit អីគេ limit x ធំខាត់ទៅចិត្ត0នៃម៉ានអញ្ចឹងយើងតម្រូវភាគបែងមកតម្រូវភាគបែងអានេះបានអីគេគ្នាយើងបានអីគេបានx សេគុណ x ធំ x គុណជាមួយនឹងសេគុណ x ធំអានេះបានអីគេគ្នាយើងបាន1ដកជាមួយនឹងសេគុណណូគ្នាយើងអានេះ x តូច x ធំមិនមែន x តូចទេអញ្ចឹងអានេះ x ធំអញ្ចឹងអានេះក៏ដូចគ្នាដែរ x ធំយើងតម្រូវភាគបែងវាមកហើយយើងតម្លាក់សេគុណ x មកក្រោមយើងបន្តទៀតវាស្មើជាមួយនឹង1ដកជាមួយនឹង limit x ខាត់ចិត្តអីគេ x ខាត់ទៅចិត្ត x ធំខាត់ទៅចិត្ត0នៃដកអីគេដកសេគុណ x ធំដកជាមួយនឹង1លើ x ហើយគុណជាមួយនឹងសេគុណ xអូខេអញ្ចឹងលំហាត់នេះអានេះវាចូលរៀងរបស់យើងហើយតោះនេះវាចូលរៀងរបស់យើងអាចទៅសេបានហើយបាន1សញ្ញាដកយើងរុញមកមុខទៅជាបូកចុះអានេះវាបានអីគេគ្នាយើងបាន1ហើយ1គុណជាមួយនឹង1លើ1អញ្ចឹងយើងបានចម្លើយរបស់យើងគឺស្មើជាមួយនឹង1បូក1ស្មើ2អញ្ចឹងយើងឆ្លើយមកដូចនេះ limit របស់យើងគឺស្មើ2តោះនេះអូខេអញ្ចឹងលំហាត់របស់យើងវាមានតែប៉ុណ្្នឹងទេហ្នឹងហើយហើយបើសិនជាមានបញ្ហាត្រង់ណាឬក៏មានបញ្ហាបន្តិចតួចយើងអាចcomment ឬក៏ផ្ដល់ជាបទពិសោធន៍ឲ្យខ្ញុំវិញបាទហ្នឹងហើយសម្រាប់លំហាត់អក្សរកនេះគឺជា homework ដែលយើងត្រូវទុកធ្វើនៅពេលដែលយើងដោះស្រាយលំហាត់មើលលំហាត់កខដែលខ្ញុំបានដោះស្រាយឲ្យហើយយើងដោះស្រាយលំហាត់អក្សរកមកវាមានភាពស្រដៀងគ្នាជាមួយនឹងលំហាត់កខដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយជម្រាបលាអ្នកទាំងអស់គ្នា